បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីនិទានរឿងព្រេងខ្មែរបាទថ្ងៃនេះខ្ញុំមានរឿងមួយដែលចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការស្ដាប់និងមុនគេឬក៏ស្ដាប់កំដរអារម្មណ៍បាទរឿងនោះគឺមានចំណងជើងថារឿងប្រវត្តិអ្នកតាឃ្លាំងមឿងដែលជាប្រវត្តិសាស្ត្រមួយដែលល្បីល្បាញនៅក្នុងសង្គមជាតិខ្មែររបស់យើងផ្ទាល់បាទហើយកុំឲ្យខាត់ពេលវេលាយូរតើយើងទៅតាមដានទស្សនាតើយើងទៅតាមដាននៅសាច់រឿងរបស់អ្នកតាឃ្លាំងមឿងទាំងអស់គ្នាបាទមុននឹងឈានទៅដល់ការនិទានរឿងសូមបងប្អូនអ្នកគ្នាជួយចុច like និង subscribe នៅ channel YouTube របស់ខ្ញុំដើម្បីជាការលើកទឹកចិត្តដល់ការផលិតវីដេអូរបស់ខ្ញុំផងបាទសូមអរគុណឥឡូវយើងចាប់ដើមធ្វើការនិទានរឿងឥឡូវយើងចាប់ដើមចូលទៅកាន់សាច់រឿងរបស់យើងតោះយើងចូលទៅកាន់សាច់រឿងអ្នកតាឃ្លាំងមឿងទាំងអស់គ្នានៅក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកគ្រិស្តសករាជ1502កាលចននោះស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយដែលនាំសួយអាសាកឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រកាសឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអកគ្រប់យ៉ាងក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់បំបត្តិសួយសាអកយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបព្រះរាជបុត្រពេញព្រះហត្ថីមកនៅដើម្បីជំនួសនេត្រាព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានមាយាទចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដទៃធម្មតាចេះស្រឡាញ់ចាស់ប្រើនាំសារទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយសង្ងាត់ថ្ងៃមួយព្រះចន្ទរាជាព្រួយព្រះតីថាព្រះចៅលោកមិនទុកព្រះហត្ថីនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានរំលោភបៀតបៀនមិនមានសេចក្តីក្រោធក្រែងបង្គាប់ឲ្យនាំសួយសារអកលឡើងនគរខ្លួនហួសហេតុទ្រង់ទៅព្រះហត្ថីខ្លាំងអស់ទ្រាំពុំបានក៏បង្គាប់ពួកពេជ្ឈឃាតឲ្យចាត់ព្រះរាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ហើយសត្វថ្មាតលុះព្រឹកឡើងនឹងឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើយចុះហើយឡើងរកឃើញខ្មោចនៅក្នុងព្រៃថ្មាតឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកពំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅតតឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្ររបស់ព្រះអង្គដល់ទីវង្គតហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ក្រោធខ្លាំងណាស់កោះប្រជុំពួកសេនាបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកតមកសងសឹកស្ដេចស្រុកខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលហិតទាំងពួកសេនាបតីហើយរើជន់យកទ្រព្យសម្បត្តិនិងគៀពួកបណ្ដារាជមកស្រុកសៀមឲ្យសោះពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះមនាងប៉ែនជាស្នំក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀមគៀមនុស្សអំពីស្រុកខ្មែរដោយទាំងព្រះមនាងនៅជាមួយផងទាំងព្រះទម្រង់ទាំងព្រះរាជទ្រព្យមានវិញ្ញាណទាំងអត់វិញ្ញាណ
ចំណែកមេដំរីសមួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ាល់បៃដែលជាព្រះទីន័ងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមគាយកទៅដែរពួកសៀមជន់នោះបាទមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ចាំមនុស្សដោតស្លឹកត្រចៀកដឹកយកទៅដោយសត្វធាតុស្រីណាមានកូនខ្ចីចាប់ច្រកការុងឲ្យដំរីជន់វាលែងមានកូនក្នុងពោះលុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសង្សឹកបានសម្រេចដូចប្រាថ្នាព្រះចៅទ្រង់គប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅក្នុងមួយក្រុមចិត្តក្រុងហើយសន្មតឲ្យឈ្មោះថាក្រុមខ្មែរអ្នកត្រូវព្រះមនាងប៉ែនហាក់ជាស្រីមានបុព្វវាសនាទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងណាក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីដទៃទៀតដោយអំណាចកូនដែលនៅក្នុងគាត់ជាកូនមានអធិរិទ្ធមានបន់ក៏បណ្ដាលឲ្យអ្នកផងចិត្តខាងមានចិត្តតូចទន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាងនោះនាងមានគាត់គ្រប់ខែ10ក៏ប្រសូតបត់ដល់មកដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសទាំងស្រីជួយថែទាំផ្ដល់ទឹកក្តៅទឹកត្រជាក់អ្នកណាក៏មកមិនមានខាតដោយអំណាចបន់បារមីនិច្ចនៃទីរត់នោះលុះប្រសូតបាន3ថ្ងៃពួកក្រុមញាតិមួយឲ្យឈ្មោះនោះថាអូតេចំណែកមេដំរីដែលជាព្រះទីន័ងក៏កើតកូនក្នុងថ្ងៃដំណើរទីរត់នោះដែរតែមេដំរីនោះផ្ដាច់ខ្សែទន្ទឹងនៅកើតកូនក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាមួយទាំងឡើយដល់រាបដល់3ថ្ងៃទើបនាំកូនមកទីកន្លែងដើមវិញកូនដំរីនោះមានពណ៌សម្បុរព្រមទាំងរូបរាងល្អប្លែកអំពីធម្មតាដំរីធម្មតាអ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅសពគ្រប់ព្រះចៅពេញព្រះハរតីណាស់ដំណើរពីកុមារតេងលុះបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះឪពុកខ្ញុំនៅហែណាពុំដែលឃើញក្មេងគេងទៀតមានម្ដាយឪពុកខ្ញុំមិនឃើញដោយឪពុកគេម្ដាយមានម្ដាយការលឺកូនសួរដូច្នេះនាងណែនក្នុងទ្រូងអួតអាក់ខ្លោចសារនិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លំវាទៅកុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងរឿងនោះមិនចិត្តទូទៅនឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញយនាងក៏និយាយបង្វែរមិនឲ្យសួរបានដល់រាបដល់កូននោះមានអាយុ12ឆ្នាំថ្ងៃមួយនឹកថាកូននោះខានប្រាប់ពុំបានក៏នាំកូនទៅទីស្នាក់ដែរតែ2នាក់ដំណើររឿងរ៉ាវតាំងពីដើមដល់ចុងកូនស្ដាប់បានយល់សេចក្តីសប្គ្រប់ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចោះកូននឹងគិតរកមធ្យោបាយមួយដើម្បីនឹងវិលត្រឡប់ទៅព្រះនគរវិញចំណែកកុមារអូតេចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើមអូតេជាកុមារឆ្លាតវាងវៃអត់អាចប្លែកពីកុមារធម្មតាថ្ងៃមួយកុមារអូតេចូលទៅសេពគប់នឹងពួកមលដំរីសុំខ្លួនជាអ្នកបម្រើ
បោះច្រាស់រោងដំរីដើម្បីរៀនវិជ្ជាខាងមកដំរីដោយស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកតនរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃមានព្រះបន្ទូលសួរថាក្មេងនេះមកពីណាមកដំរីក្រាបទូលតាមដំណើរដោយសពគ្រប់ទ្រង់ពេញព្រះハរតីមានព្រះបន្ទូលប្រាប់ថាចូលមើលក្មេងនេះឲ្យល្អផងចាប់ពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការឡើងមកចាត់បោកច្រាស់ប្រមោអាចដំរីដិតបំផុតជាជីដើម្បីយកទៅដាំស្ពៃស្ពៃក៏មានគុំធំប្លែកចម្លែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមល្អកុមារឧតីដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅទ្រង់ទតឃើញមានព្រះបន្ទូលថាណែកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រោកទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីជាកូនមេដំរីឈ្មោះជំទាវប៉ាល់បៃដែលជាព្រះទីនាងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចប់ព្រែកមានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រមស្ដាប់បង្គាប់មកស្លាប់មិនមានអ្នកណាមួយអាចដឹកបានថែមទាំងធ្វើបានអ្នកស្រុកបោរោងផ្ទះសំបែងផ្អើលឈួចច្របល់រត់ចាត់ខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកកងវិលដំរីនាំសេចក្តីទៅទូលព្រះចៅទ្រង់ចាត់ការឲ្យស៊ើបសួររកអ្នកណាដែលអង្គអាចក្លាហានហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារឧត្តេនឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទើបទ្រង់ប្រគល់ការទៅកាន់កុមារឧត្តេនចាត់ការយ៉ាងណាឲ្យតែចាប់បានព្រះទីនាងនោះឧត្តេនបានគប់ឲ្យប្រមូលដំរី500មកដើម្បីនឹងរើសយកដំរីណាមួយគួរសមយកមកធ្វើថ្នាក់បានទើបរើសយកមេដំរីសឈ្មោះជំទាវប៉ាល់បៃពេលចេញទៅចាប់កុមារឧត្តេនបង្គាប់ឲ្យរៀបពិធីបួងសួងសែនព្រេនហឹកអថមអ្នកស្រុកផ្អើលមកមើលកឹងកងពីពេញមីដេតាលុះសែនព្រេនរួចកុមារឧត្តេនបង្គាប់ឲ្យយកចេក3ស្និតអំពើពេញបាច់ព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដោយបំណងពេលទៅដល់ព្រះទីនាងស្ទុះមករកហាក់ដូចជាប្រុងនឹងប្រេតតែបែរជាទៅព្រះក្រាបថ្វាយបង្គំវិញដោយអំណាចតេជះបុណ្យបារមីនៃព្រះឧត្តេននិយាយទូមានប្រដៅថាទីនាងឯងតាំងពីថ្ងៃនេះទៅលះបង់វិយាតអាក្រក់ចេញទៅត្រូវធ្វើឲ្យស្លូតល្អដោយអំពីដើមឲ្យចេញនឹងអំពើស៊ីរួចនិយាយថាឯងទៅតាមយើងថាតែប៉ុណ្ណេះស្រាប់តែតម្រេចដើរតាមទៅដោយស្រួលឥតបាច់ចាប់ចងថ្ងៃដែលយកទៅយកព្រះទីនាងមកព្រះចៅទ្រង់ព្រះរាជទានឲ្យឧត្តេននឹងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងទ័ពដំរីនិងខាងតាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចឧត្តេនថាជាអ្នកមុខមុតស្ទាត់ជំនាញខាងមកដំរីសូម្បីតែពេលចេញតាក់ដំរីព្រៃម្ដងមិនចាំមានគ្នាច្រើនប៉ុន្មានក៏ទៅតាក់បានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេជ្រនឹងទុកព្រះハរតីលើជ័យអស្ចារ្យ
ប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គលុះដល់អាយុ16ឆ្នាំជ័យអស្ចារ្យក្នុងនឹងដល់បំណងដើមក៏រំលឹកគិតរកបាយណាមួយនឹងដោះខ្លួនចេញពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបិតានឹងនាំយកមនុស្សអំពីស្រុកសៀមឲ្យបានសម្រេចដោយសេចក្តីបំណងទើបដើរនិយាយនយោបាយចាត់មនុស្ស15នាក់ហើយជាមនុស្សទុកចិត្តស្និទ្ធស្នាលដោយបងប្អូនបង្កើតធ្វើជានឹងឈើលើដំរីឲ្យយកជន់ច្រោះអាចដំរីញាត់ឲ្យណែនទុកឲ្យស្ងួតចាក់រាយតាមស្ទឹងឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅនឹងទ្រង់ចាត់ឲ្យសេនាអាចារ្យខ្លួនទៅតាមតាក់មិនឲ្យខានម្យ៉ាងទៀតដើម្បីឲ្យពេលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលោកឃើញដានជើងដំរីនិងអញដំរីធំអណ្ដែតតាមទឹកមកដូច្នោះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រើជ័យអាចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអាចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពព្រះហត្ថីចង់បានដំរីបែបនោះលុះតែមានគ្នាច្រើននិងដំរីអ្នកក៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងអស់ប៉ុន្មានស្ដាប់បង្គាប់ទូលព្រះបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណុំពរប្រគល់ការនោះឲ្យអាចារ្យតាមត្រូវការធ្វើបែបណាស្រេចទៅលើជ័យអាចារ្យចង់លុះរៀបពិធីរួចព្រះចៅព្រះទានព្រះខ័នសឹកឲ្យអំណាចពេញហើយឈ្មោះណាមិនស្គាល់មិនស្ដាប់បង្គាប់ត្រូវសម្លាប់បានលុះចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអាចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលព្រះបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគិហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសូមដោយរួចរាល់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង្ខេតព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអាចារ្យលុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកចិត្តឆ្ងាយគ្រប់តំបន់រត់មកចោះចូលថ្វាយខ្លួនជាអ្នកពលសេនាព្រមទាំងសេនាចាំម្នាក់ធ្លាប់បម្រើព្រះវររាជបិតាឈ្មោះមឿងនិងកូនប្រុស4នាក់បានចូលរួមមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចងនឹងដំរីប្រាឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចងកោបជំទាវប៉ៃទៅទទួលម្ដាយមេដំរីទៅដល់ទីកន្លែងម្ដាយពេលពាក់កណ្ដាលអាត្រៀតពេលដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អុចភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសេចក្តីសពគ្រប់រៀបដំណើរឡើងជិះដំរីយ៉ាងប្រញាប់ខំស្រោតឲ្យជួបកូននៅស្រុកបាត់ដំបងទើប
ជ័យអាចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះចន្ទរាជាគង់នៅមន្ទីរលង្វែកឥឡូវនេះវិលមកគ្រងរាជ្យស្នងព្រះបិតារឿងនេះមិនបានស្ងាត់ជ្រាបដល់ព្រះចៅសៀមទ្រង់ព្រះវិរោធយ៉ាងខ្លាំងពន់ពេកនឹងតូចព្រះតីក្រៃលែងទ្រង់ប្រជុំពោះសេនាយោធាមកប្រាប់ថាជ័យអាសាប្រៅបាយកលបោកឆោតយកព្រះខ័នសឹកព្រមទាំងទ្របមានវិញ្ញាណអត់វិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកតបតាមទៅដណ្ដើមយកមកវិញឲ្យបានហើយចាប់ជ័យអាចារ្យសម្លាប់ផុតពូជព្រះចន្ទជាព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកតបមកដូច្នេះទ្រង់ជំនុំនឹងសេនាបតីថាឥឡូវពលសេនាយើងនឹងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុកបរិបូរណ៍តើអ្នករាល់គ្នាគិតរកបាយកលបែបណាឲ្យមានជ័យជំនះពីនេះសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងតបសៀមដោយឧបាយកលមួយដ៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកែនគល់ខ្មោចធ្វើជាតបជាច្បាំងនឹងពលសៀមទើបបង្គាប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសស្ត្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅឲ្យជង់ស្លាប់ពីអាវ៉ាតលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចអំពីកណ្ដាប់ដៃនៃបច្ឆាមិត្តចំណែកខ្ញុំធានាខាងតបខ្មោចសូមឲ្យលោកសង្ឃឹមចោះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឬសូនសន្ធឹកហូរកញ្ជ្រៀវ3ដូចជាសំលេងគោលាន់យើងនឹងមានជ័យហើយលុះផ្ដាំរួចលោតចាប់ក្នុងរណ្ដៅព្រឹកប្រពន្ធឃើញប្តីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7លាន់ឮសូរសន្ធឹកដោយការផ្ដាំមែនតបសៀមចូលដល់បណ្ដំបងឆ្លងចូលមកអូមួយសប្ថ្ងៃហៅថាអូស្វាយដូនកែវជួនគ្នានឹងតបជ័យអាចារ្យតបខ្មោចចេញសម្ដែងរិទ្ធធ្វើឲ្យពលសៀមវិលមុខចុកពោះចុកខួតដួលខ្លួនឯងស្រួលតបព្រះជ័យអាចារ្យចូលទៅកាត់សម្លាប់អស់ពួកកងតបសៀមទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងទ័ពព្រះជ័យអាចារ្យនាំគ្នាត្រឡប់មកកាន់មន្ទីរវិញសពថ្ងៃគេហៅថាមន្ទីរជ័យចាប់ដើមពីពេលនោះមកព្រះជ័យអាចារ្យបានទទួលជាពិសេសសោយរាជនឹងទទួលនាមថាព្រះជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅមន្ទីរជ័យលុះព្រះអង្គបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿងដែលស៊ូបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបន់ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាងអឡារឹកអស្ចារ្យជាប់ជាទំនៀមដរាបដល់មុខសប្តាហ៍នេះហើយថាធ្វើបន់ឡើងអ្នកតាឃ្លាំងមឿងទៅវិញបាទបន្ទាប់ពីបានស្ដាប់នៅប្រវត្តិអ្នកតាឃ្លាំងមឿងហើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរសូមខមមិននៅខាងក្រោមសូមអរគុណសម្រាប់ការចំណាយពេលក្នុងការ
ស្ដាប់និងទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយ